ស្ពៃទើត្រឡប់ប្រេងខ្យងបាទមានគ្រឿងទេសដូចជាខ្ទឹមច្រាំម្ទេសហើយនិងស្ពៃទើហើយនិងប្រេងខ្យងហើយនិងសនេះម្សៅឆាឬម្សៅពោតដែលយើងដាក់ឲ្យរាងខាប់បាទនេះគ្រឿងក្រុមមានតែ3-4មុខប៉ុណ្ណឹងទេបាទដំបូងយើងដាំទឹកស្រោះស្ពៃទើសិនបាទស្រោះហើយស្រោះឆ្អិនហើយយើងយកវាទៅរៀបនឹងចានហ្នឹងហើយរៀបនឹងចានឲ្យស្អាតចឹងមកបាទក្រោយពីរៀបហើយយើងត្រៀមដើម្បីឆាគ្រឿងវាបាទហ្នឹងហើយដំបូងយើងដាក់ខ្លាញ់បាទឆាវាចឹងមកបាទហើយយើងដាក់ខ្ទឹមម្ទេសចូលចាក់ខ្ទឹមម្ទេសចូលទៅឆាប្រើមកហើយយើងដាក់ទឹកប្រេងខ្យងចូលតិចមកបាទក្រោយពីដាក់ទឹកប្រេងខ្យងហើយយើងថែមទឹកត្រីបន្តិចស្ករប៊ីចេងបន្តិចមកបាទឲ្យវាមានរសជាតិបាទក្រោយពីយើងឆាហើយយើងយកមកចាក់លើស្ពៃទើដែលយើងស្រោះហើយមិញហ្នឹងបាទរៀបដាក់ចានហ្នឹងបាទហើយយើងថែមខ្ទឹមថែមអីតិចទៀតមកជាតិចង់ក្លែមក៏បានចង់ញ៉ាំបាយក៏បានជាតិឆ្ងាញ់ហ្មងបាទមានតែប៉ុណ្្នឹងទេបាទអរគុណ